ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនអើយចាប់ទៅចាប់ក្តាមជាមួយខ្ញុំអត់ពុកម៉ែបងប្អូនឥឡូវក្តាមយើងចាប់បានហើយជួយបន្ថែមផ្សាយល្អណាស់មកទៅស្រែទេគឺក្តាមនៅដីគ្រួស្រែយើងស្រែគ្រួអញ្ចឹងគឺខ្លាញ់ហើយរសជាតិឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអានេះក្តាមបន្ទាប់ពីចាប់ហើយណាពុកម៉ែបងប្អូនគឺបានកន្លះពេត្រូបន្ទាប់មកពីបន្ទាប់នោះគឺបេះសណ្តែកគួរដល់វគ្គបេះសណ្តែកគួរឲ្យពុកម៉ែបងប្អូនអើយតែគួរនេះគឺម៉ែដាំនៅខាងក្រោយផ្ទះទេគាត់ដាំលក់ខ្លះក៏ហូបខ្លះអញ្ចឹងណាសល់ច្រើនទៅក៏លក់ទៅបើតិចតួចទៅក៏ហូបអញ្ចឹងណាដោយសារតែយើងមានដីធ្នេក្រោយផ្ទះដែរអញ្ចឹងណាហើយនៅនឹងក៏មានតសក់ដែរដាំតសក់ដាំត្រាប់អីអញ្ចឹងនៅនឹងតែម្ដងតែតសក់អត់បានលក់ទេដោយសារតែដុសតិចពេកដាំអត់ដុសតែស្បែកគួរអញ្ចឹងទៅបានតសក់ហ្នឹងគឺតិចហើយនៅខាងក្រោយនេះទៀតគឺមកបេះស្លឹកកធំទេតហើយកធំទេតហ្នឹងគឺដោះនៅជាមួយនឹងស្លឹកម្រះហ្នឹងឯងបងប្អូនម្រះព្រៃយើងហ៎ម្រះហ្នឹងឆ្ងាញ់ណាបងអូនស្រាប់ហើយស្បញ៉ាំហើយតែខ្លះខ្លាយជាមិនស្គាល់មិនស្គាល់ដែរអញ្ចឹងណាបងអូនណាហើយលោកកធំទេតវិញនិយាយថាលាស់ល្អណាស់បងប្អូនអើយយើងកាប់ដើមធំចោលហ៎អញ្ចឹងទៅវាលាស់អាចភ្នែកតិចតួចហ្នឹងមកឡើងខ្ចីអាហ្នឹងធំល្អមែនតែនស្លឹកឡើងព្រួយឡើងខ្ចីលវក់ហ្មងហើយនេះដាំចេកព្រៃបងប្អូនវាអត់ស្គាល់មានធួយណូមានចេកព្រៃមានកធំទេតមានម្ទេសនិយាយទៅបន្លែប្លុកនៅក្រោយផ្ទះគឺមានមកចប់អត់មានប្រវាក់ថាទៅរកទិញទេតែអត់មានតកូនអត់មានស្បៃអីទេតែមានថារបស់អាចញ៉ាំបានអញ្ចឹងណាមានធួយណូលឹកបាសលឹកម្រះផ្ទីត្រាប់តែគួរតសក់អីចឹងអីហ្នឹងមានហើយនេះអើយគឺមកអួតបន្លែណាដែលបានតែគួរខ្លះធំទេតខ្លះម្ទេសខ្លះតសក់ខ្លះយើងទៅទឹកយកទៅស្អីបងអូនបានក្តាមមកហើយតែគួរតសក់ធំទេតឲ្យបងអូនទីមួយយកធ្វើអីគឺយកទៅបុកល្ហុងនឹងឯងលោកបងប្អូនយើងបេះបានអស់ហើយតែមកថតជ្រេទិដ្ឋភាពរបស់បងប្អូនមើលចឹងទៅដោយសារតែយើងស្អាតដែរហើយល្ហុងនេះគឺបានថតដល់ភាពពេលបេះល្ហុងទៅល្ហុងខ្លួនឯងដែរដាំនៅផ្ទះនឹងឯងហើយនេះចាប់ផ្ដើមចិត្តល្ហុងនឹងបដាទៅហើយចិត្តហើយវាចាប់ផ្ដើមមកដាក់លាងបន្លែ5បន្លែរបស់យើងខ្លះៗចឹងណាតែទាំងប៉ះហ្នឹងគឺអត់មានខ្លួនឯងទេគឺទាំងប៉ះទិញគេពីឆ្មាហ្នឹងក៏ទិញគេដែរពីឆ្មាមានខ្លួនឯងតែអត់បានបេះទេដោយសារតែពីទៅខាងឡើងផ្កាអញ្ចឹងក៏ទិញគេទៅសម្រាប់អីហ្នឹងក៏ទិញគេដែរយើងមកចិត្តបន្លែទាំងអស់ហ្នឹងហើយទុករៀបចំតម្ដាក់នេះណាសម្រាប់បុកណាទៀតអស់ហើយរាច់ដីអីទុំទីហ្នឹងហ្នឹងគឺយើងរៀបចំតម្ដាក់ស្អាតហើយបន្ទាប់មកបានខ្ញុំមកចាប់ក្តារបកក្តាមហើយក្តាមម្ដែរគឺមានទូចមានធំអញ្ចឹងខ្ញុំបកតាទៅគឺគេសម្រាប់បុកល្ហុងណាយកបានត្រាំទៅបុកក្តាមស្រស់តែម្ដងខ្ញុំបកយកតាទៅទូចទៀតដើម្បីឲ្យវាអត់សូវញញើតក្នុងការញ៉ាំធំពេកវាយ៉ាងធំពេកយកទៅញ៉ាំដែរអញ្ចឹងបើយកបានតែបានត្រាំវាទៅបងយើងបកយកតាទៅទូចហ្នឹងឯងទៅដងបើគេទៅភ្លាឲ្យឆ្ងាញ់ដែរពុកម៉ែបងប្អូនស្ដាំទៅទូចហ្នឹងគេទៅខ្លាំងបងប្អូនមើលបកមកឃើញខ្លាញ់ហ្មងខាងក្រហមនិយាយទៅឆ្ងាញ់ខ្លាំងហ្មងហើយបកក្តាមនេះដែរអ្នកអត់ចេះបកតែចេះបកបាក់ឲ្យព្រោះអីក្តាមវាទៅទូចហើយយកបានត្រាំតកអត់បានត្រាំអីហ្នឹងវាអត់សូវស្រួយទេគាត់ថាក្តាមរស់អញ្ចឹងនៅរស់យើងបកទាំងខ្លួនឯងប៉ុន្តែមើលទៅតំណងបងអូនបកខ្លះក៏យ៉ាងបាក់ខ្លះក៏ល្អគាត់ដែរតែមិនបាក់ចានេះបាក់ប្រហែលជា2 3ក្តាមនៅពេលក្នុងក្តាមបកសាងតែក្តាមណាពួកក្តាមទៅទូចបកច្រើនណាបុកឡើង2តបាល់ខ្ញុំបុកតែតបាល់ទេបុកតែតបាល់បកអស់ហើយព្រោះបន្លែច្រើនហើយក្តាមទៅច្រើនដែរហើយបងអូនមើលខ្លាំងណាស់អូយខ្លាំងគេឡើងមើលទៅឡើងខាប់ហ្មងហើយឥឡូវនឹងក្តាមរបស់យើងគឺបកបានហើយគឺបកមកល្មមប៉ុណ្្នឹងឯងខ្ញុំបកច្រើនអីទេបកច្រើនពេកខ្លាចវាទៅលាន់ណាចាំមកច្រើនពេកទៅក៏វាអត់ទៅឆ្ងាញ់ដែរក្តាមច្រើនពេកវាអាចនឹងក្លិនឆ្អាយចឹងណាឥឡូវគឺថាក្តាមរបស់យើងហ្នឹងគឺបានបកបានរួចរាល់ហើយយើងក៏ចាប់ក្តាមមកបុកល្ហុងរបស់យើងទៅម្ដងពុកម៉ែបងប្អូនជាដំបូងគឺខ្ញុំបុកខ្ទឹមម្ទេសចូលគ្នាហើយ
ហើយបន្ទាប់មកគឺទៅអស់ហើយពុកម៉ែបងប្អូនគឺបានថតបន្តទៀតទេគឺថតតែពេលដែលបុកហើយតែម្ដងហើយទៅរងឲ្យបងប្អូនមើលទៅទៅរងអាចគឺថាចិត្តឆ្ងាញ់ណាស់បងប្អូនបងប្អូនវាប្រាប់ឆ្ងាញ់ពិតមែនប៉ុន្តែដល់បងប្អូនចូលចិត្តបែបណាប្រាប់ខ្ញុំចូលចិត្តផ្អែមជូរប្រៃហើយទៅអីចឹងណាហើយអាពេលនឹងដែរបងប្អូនជាបាននៅបញ្ចុកបន្ទាប់ជាមួយពុកម៉ែបងប្អូនអើយមិនដឹងជីអេមប៉ុណ្ណាទេដឹងតែឆ្ងាញ់ហ្មងអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាបាយបាយ